ខ្ញុំមានអារម្មណ៍ថាស្ដាយក្រោយទិញផ្ទះហ្នឹងព្រោះអីមើលទៅដូចធ្លាក់ថ្លៃហើយក៏តាមពិតទៅជីវិតរបស់យើងមិនគួរណាចាយពេលសេតនៅលើរបស់ដែលមិនគួរសេតសោះមិនគេអារម្មណ៍ស្ដាយក្រោយអារម្មណ៍ឈឺចាប់នៅសកម្មភាពឬក៏ការសម្រេចចិត្តដែលយើងធ្វើកន្លងមកតាមពិតយកវាធ្វើជាមេរៀនទៅល្អតើតើមួយអចលនវត្ថុថ្ងៃមុនមានអ្នកស្គាល់ខ្ញុំម្នាក់គាត់មកជួបជជែកចោះជជែកឡើងគាត់ជជែករឿងដល់ផ្ទះរបស់គាត់ក៏សួរថាបងអើយឥឡូវផ្ទះមិនដែរខ្ញុំមានអារម្មណ៍ថាស្ដាយក្រោយទិញផ្ទះហ្នឹងព្រោះអីមើលទៅដូចធ្លាក់ថ្លៃហើយក៏សួរទីផ្សារឥឡូវមិនដែរក៏យើងដឹងហើយធម្មតាបច្ចុប្បន្នវិស័យចលនវត្ថុវាមិនល្អដូចមុនទេតម្លៃលក់ចេញគឺតែតម្លៃដែលគេហៅថាធូរថ្លៃតម្លៃក្រោមទីផ្សារមានអ្នកលក់មានច្រើនអញ្ចឹងជម្រើសរបស់អ្នកទិញគឺច្រើនណាស់អញ្ចឹងទោះបីជាចង់កាត់ប្រមាណកាត់ទៅប៉ុន្តែសំខាន់គេទិញប្រមាណអញ្ចឹងលក់អត់បានថ្លៃទេក្នុងពេលបច្ចុប្បន្នអ្នកលក់សិតតែត្រូវការលុយដើម្បីប្រើប្រាស់បញ្ចេញទ្រព្យចោលដោយសារតែគាត់ទិញហើយអត់ចំណេញអញ្ចឹងធ្វើឲ្យទីផ្សារមួយហ្នឹងក្នុងពេលបច្ចុប្បន្នវាមានសភាពមួយដែលថាมันជាអំណោយផលសម្រាប់អ្នកលក់ទេគាត់មានអារម្មណ៍ថាគាត់ស្ដាយក្រោយនៅការសម្រេចចិត្តរបស់គាត់ដោយសារតែគាត់ទិញហើយតម្លៃវាធ្លាក់ណាប៉ុន្តែសួរថាពេលដែលខ្ញុំសួរគាត់វិញថាផ្ទះមួយហ្នឹងកំពុងតែរស់នៅមែនគាត់ថាហ្នឹងហើយកំពុងតែរស់នៅហើយទិញកាលហ្នឹងទិញដើម្បីអីគេគាត់ថាទិញដើម្បីរស់នៅហើយខ្ញុំក៏សួរគាត់ថាកំពុងតែចង់លក់មែនហ្នឹងអត់ទាន់ចង់ផងអញ្ចឹងក៏ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាបើអត់ចង់លក់ហើយទិញដើម្បីប្រើប្រាស់វាមានអីត្រូវឈឺចាប់ព្រោះការឈឺចាប់ក្នុងរឿងមួយនេះវាអត់ជួយអីយើងសោះដោយសារតែទោះបីជាយើងឡើងថ្លៃក៏យើងមិនលក់យើងកំពុងតែត្រូវការវាដើម្បីស្នាក់នៅដើម្បីរស់នៅជាមួយគ្រួសារអញ្ចឹងយើងកំពុងតែប្រើប្រាស់វាបាត់ទៅហើយវាអត់មានអីត្រូវតែឈឺចាប់នឹងការធ្លាក់ចុះតម្លៃនឹងទេហើយការវិនិយោគវាមិនប្រកាសថាត្រូវរហូតទេហើយតម្លៃទីផ្សារអចលនវត្ថុតាំងពីដើមមកវាមានឡើងវាមានចុះវាជារឿងធម្មតាទៅហើយយើងក៏ធ្លាប់ទទួលបទពិសោធន៍នឹង2008 2010ដែរនៅពេលដែលមានបញ្ហាវិបត្តិសេដ្ឋកិច្ចសកលហ្នឹងក៏វាធ្លាក់ខ្លាំងសាហាវមែនទែនចំនួនហ្នឹងអ្នកមានបញ្ហាចងកក៏ច្រើនដែរហើយបន្ទាប់មកក៏នៅតែមានមនុស្សមកប្រឡូកក្នុងវិស័យហ្នឹងដដែលនៅពេលដែលវាមានឱកាសក្នុងការចំណេញគ្រាន់តែអ្នកចំណេញมันមានច្រើនទេអ្នកចំណេញលុះត្រាតែគាត់ជំនាញក្នុងការមើលទំនោរទីផ្សារគាត់ច្បាស់នៅក្នុងតំបន់ហ្នឹងហើយគាត់ដឹងពីព័ត៌មានច្រើនទៅការសម្រេចចិត្តរបស់គាត់ក្នុងការវិនិយោគហ្នឹងប្រកបដោយភាពឆ្លាតវៃហើយអាចចំណេញបានមនុស្សភាគច្រើនតែងតែទៅទិញតាមក្រោយគេគឺទិញនៅពេលឡើងថ្លៃបាត់ទៅហើយដល់តម្លៃដែលគេហៅថាសឹងតែកំពូលហើយបានគាត់ទិញជាងនៅពេលដែលមានរឿងកើតឡើងដូចជាទីផ្សារមានបញ្ហាប្រែប្រួលគាត់នឹងឯងគឺជាអ្នកខាតបង់ច្រើនអញ្ចឹងអាហ្នឹងគឺត្រូវតែទទួលស្គាល់ហើយខ្ញុំឆ្ងល់ដែរមនុស្សយើងជាទូទៅឈឺចាប់តែជាមួយអសលវត្ថុឲ្យទិញឲ្យខាតប៉ុន្តែរឿងឡានគឺយើងទទួលស្គាល់មកទិញហើយដឹងតែខាតលក់ចេញដឹងតែខាតហើយតែមនុស្សជាទូទៅអត់ខ្វល់រឿងការទិញឡានធ្លាក់ថ្លៃទេអញ្ចឹងមែនតើគឺជាអារម្មណ៍របស់យើងណារបស់មួយចំនួនយើងទទួលយកនៅតម្លៃរបស់វាដូចឡានខ្លះទិញ5 10ម៉ឺនលក់ចេញបានតែ5ម៉ឺនក៏មានដែរបន្ទាប់ពីជិះ 4-5 ឆ្នាំឡានខ្លះជិះតែមួយឆ្នាំចោះ20មួយឆ្នាំសឹងតែធ្លាក់ថ្លៃ 20-30% ពេលខ្លះលក់10ឆ្នាំក្រោយមកសឹងតែអត់មានតម្លៃវិញក៏ថាបានដែរអញ្ចឹងយើងអត់សូវខ្វល់រឿងហ្នឹងទេប៉ុន្តែដល់ពេលចាំវត្ថុយើងដូចជារឿងខ្វល់ច្រើនទទួលស្គាល់ធម្មតាយើងមិនចង់ខាតទេហើយយើងតែងតែធ្វើអីចង់ចំណេញគ្រាន់តែដូចខ្ញុំនិយាយចឹងមនុស្សតែងតែធ្វើការជ្រើសរើសនៅរបស់នេះអូខេគាត់ទទួលយកខាតគាត់ទិញហើយអត់ខ្វល់រឿងចំណេញទេដូចឡានដូចអីចឹងទូរស័ព្ទដៃទិញហើយដល់ធ្លាក់ថ្លៃហើយដូររាល់ឆ្នាំទៀតដល់ពេលផ្ទះគាត់នៅតែមានអារម្មណ៍ emotional នឹងច្រើននៅពេលដែលវាធ្លាក់ថ្លៃម្ដងប៉ុន្តែគាត់អត់ភ្លេចគិតមើលថាអចលនវត្ថុរយៈពេលវែងវាគង់តែឡើងទេហើយខ្ញុំនៅតែជឿថាអចលនវត្ថុនៅតែមានតម្រូវការខ្ពស់នៅពេលបច្ចុប្បន្ននៅពេលអនាគតព្រោះប្រជាជនយើងនៅតែមានអត្រាកំណើនហើយតម្រូវការនៃការរកចំណូលខ្ពស់គឺយើងនៅតែមានតម្រូវការអញ្ចឹងដោយសារទំហំសេដ្ឋកិច្ចយើងនៅតូចដល់ឡើយដែលយើងអាចពង្រីកខ្លួនបានច្រើនអញ្ចឹងនៅពេលដែលមនុស្សមានចំណូលកាន់តែច្រើនជាងមុនគាត់ប្រកាសជាមានគេហៅថាចង់បានរបស់ដែលល្អជាងមុនមានលុយច្រើនចង់ទិញវិឡាធំជាងហ្នឹងមានលុយច្រើនចង់ទិញរបស់ដែលល្អជាងហ្នឹងហើយមានលុយច្រើនចង់បរិសាខាចង់បរិអាជីវកម្មចង់ធ្វើនេះចង់ធ្វើនោះហើយអាហ្នឹងវាពាក់ព័ន្ធ direct ឬក៏ប្រយោល
តែងតែត្រូវការអចលនវត្ថុឬមួយក៏ជះឥទ្ធិពលទៅលើការឡើងថ្លៃអចលនវត្ថុចង់តាក់ទាញវិនិយោគិនមកធ្វើកសិកម្មជាលក្ខណៈកសិឧស្សាហកម្មក៏ត្រូវការដីចង់បង្កើតរោងចក្រក៏ត្រូវការដីចង់មានខ្លែងក៏ត្រូវការដីចង់ធ្វើតំបន់ឧស្សាហកម្មទេសចរចង់ធ្វើស្ថានភាពក៏ត្រូវការដីហើយរបស់ណាក៏ពាក់ព័ន្ធជាមួយនឹងដីធ្លីដែរគ្រាន់តែយើងដឹងហើយថាដីធ្លី2008ក៏មានជួបបញ្ហានឹងដែរគឺធ្លាក់រាប់ឆ្នាំ2008 2010 12តម្រាំតែចាប់ដើមទៅតិចតិចហើយនឹង2016 17បានចាប់ដើមងើបខ្លាំង19កពូលហើយ2020ចាប់ដើមរៀងនឹងហើយធ្លាក់ចោះដូចបច្ចុប្បន្នអញ្ចឹងអា cycle របស់វាគឺតែងតែកើតមានហើយមិនថានៅក្នុងប្រទេសខ្មែរយើងទេនៅក្រៅប្រទេសនៅពិភពលោកគឺតែងតែជួបរឿងហ្នឹងវាតែងតែមានវត្តរបស់វាឡើងចោះត្រឹងឡើងចោះត្រឹងគឺតែងតែជួបរហូតអញ្ចឹងអាហ្នឹងគឺជាលំហូរសេដ្ឋកិច្ចវត្តនៃសេដ្ឋកិច្ចហើយជាទូទៅមនុស្សគឺមិនសូវភាគច្រើនមិនសូវចំណេញទេដោយសារតែមនុស្សគឺទិញតាមគ្នាគាត់ប្រើអារម្មណ៍អ្នកដែលចំណេញភាគច្រើនគឺអ្នកដែលមានជំនាញគាត់ច្បាស់ជាមួយនឹងអ្វីដែលគាត់ធ្វើគាត់មើលនិន្នាការគេហៅថានិន្នាការបោះទីផ្សារពេលណាគាត់គួរត្រូវទិញពេលណាគាត់គួរត្រូវលក់ចេញពេលណាគាត់គួរធ្វើម៉េចប៉ុន្តែមនុស្សជាទូទៅគឺមើលតាមតែគ្នាថាអូឥឡូវឃើញព័ត៌មានគេថាឡើងថ្លៃចាប់ដើមអាចនឹងចំណេញគាត់ចូលទៅទិញហើយជាទូទៅពេលទិញពេលដែលចិត្តកប់ក៏ដោយគឺមានតម្លៃកំពូលហើយដែលធ្វើឲ្យគាត់នឹងមានគេហៅថាគម្លាតនៃការចំណេញតិចតួចឬមួយក៏មានបញ្ហាអីគឺដឹងថាចប់គឺថាខាតតាមនេះគឺអញ្ចឹងអ្នកទាំងអស់គ្នាអ្នកដែលទិញមានចំណេញគឺអ្នកដែលគាត់មានចិត្តអំណត់គាត់ដឹងថាទីផ្សារហ្នឹងវាមិនគាត់ទិញនៅពេលដែលគេស្ងប់ស្ងាត់អត់ទាន់ឡើងហើយគាត់លក់នៅពេលដែលគេបុកទិញនឹងឯងហើយយើងឃើញក្នុងពេលថ្មីតាមនេះអញ្ចឹងដែរអ្នកខាតមកកណូដោយសារអីក៏ទិញតាមគ្នាទិញនៅតាមព័ត៌មានតិចទៀតអូសឡើង10000នាំគ្នាភ័យទៅទិញតុកដើម្បីចំណេញចុងក្រោយទិញបានប្រហែលថ្ងៃធ្លាក់ចុះវិញអញ្ចឹងវត្ថុក៏ចឹងដែរមនុស្សជាទូទៅភាគច្រើនតែងតែខាតដោយសារឯងទិញនៅពេលដែលគេបំផើមឲ្យអស់ហើយមើលទៅតាមព័ត៌មានផ្ទុះគេថាអូតិចកន្លែងនេះឡើងចេះឡើងចោះទៅទិញតាមគេប៉ុន្តែអត់ដែរចំណាយពេលសិក្សាទេអាហ្នឹងគឺជាបញ្ហាខុសឆ្គងមែនតើអញ្ចឹងហើយអ្នកទាំងអស់នេះធ្វើអីគួរតែមានមូលដ្ឋានគ្រឹះឲ្យបានល្អមានទិន្នន័យចំណាយពេលដើម្បីសិក្សាវាទៅដោយសារឯវាលុយធំណាអ្នកទាំងអស់គ្នាតាំងទិញរស់នៅកណ្ដាលគឺលុយធំណាចំណាយលុយរាប់ម៉ឺនរាប់សែនដើម្បីបានផ្ទះមួយហើយបើសិនជាទិញហើយអ្នកទាំងអស់គ្នាត្រូវតែកាត់ចិត្តបើសិនជាជួបបញ្ហាអីដែលត្រូវលក់បញ្ចេញព្រោះអីទីផ្សារវាតែងតែមានវត្តរបស់វាដូចខ្ញុំនិយាយអញ្ចឹងហើយកុំ set នៅរបស់ណាដែលអត់ចាំបាច់ដោយសារអីដូច case របស់មិត្តភក្តិករណីរបស់មិត្តភក្តិខ្ញុំអញ្ចឹងគាត់ទិញដើម្បីរស់នៅគាត់ទិញហើយក៏អត់ទាន់ចង់លក់ទេអញ្ចឹងវាអត់មានអីត្រូវតែឈឺក្បាលជាមួយនឹងការឡើងចុះរបស់ទីផ្សារបើសិនជាឡើងក៏គាត់គ្រាន់តែសប្បាយចិត្តនៅលើតួលេខដែលអត់បានទៅប្រើប្រាស់ផងបើគាត់ខាតក៏ខាតជាលក្ខណៈតួលេខក្នុងអារម្មណ៍ព្រោះគាត់មិនទាន់លក់ចេញទៅខាតផងព្រោះអីគាត់ប្រើប្រាស់ប្រចាំថ្ងៃហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាគួរតែផ្ចាំនៅការងារបច្ចុប្បន្នហើយគិតនៅអ្វីដែលចំណេញដល់យើងវាប្រកបទេមនុស្សយើងតែងតែមានអារម្មណ៍សោកស្ដាយនៃការសម្រេចចិត្តខុសប៉ុន្តែកុំឲ្យអារម្មណ៍ទាញយើងទៅឲ្យគេទៅរឿងហ្នឹងដែលធ្វើឲ្យយើងធ្វើអីអត់ចេញណាឬមួយក៏ធ្វើអីចេញដែរប៉ុន្តែធម្មតាមនុស្សតែអារម្មណ៍អត់សូវល្អវាប្រកបជាមិនអាចធ្វើឲ្យបានល្អបំផុតទេអញ្ចឹងគួរតែផ្ដោតទៅលើអារម្មណ៍ដែលល្អគិតវិជ្ជមានផ្ដោតលើការងារបច្ចុប្បន្នត្រៀមខ្លួនសម្រាប់អនាគតដើម្បីអីគេដើម្បីកុំឲ្យសម្រេចចិត្តខុសទៀតហើយធ្វើអីគឺត្រូវតែមានមូលដ្ឋានមានជំនាញជាជាងចេះតែតាមគេតាមឯងព្រោះដូចខ្ញុំនិយាយចឹងជាទូទៅមនុស្សភាគច្រើនមិនសូវជាចំណេញទេរស់ស៊ីក៏អញ្ចឹងដែរសឹងតែ10នាក់ចំណេញបានតែម្នាក់ឯងព្រោះអ្នកផ្សេងស្ទើរតាមគេហើយខាតទាំងអស់គ្នាអញ្ចឹងហើយធ្វើអីក៏ដោយគឺដូចគ្នាអញ្ចឹងគ្រាន់តែយើងមើលតែអ្នកចំណេញអត់ដែរមើលអ្នកខាតសោះហើយដល់ពេលហើយតាំងតែផ្ទុះតាមគ្នាចោះតាមគ្នាឡើងគឺបោះគូទាំងអស់គ្នាដោយសារអីគេដោយសារតែតាមគ្នាអត់មានជំនាញអត់ដឹងថាគួរខ្លួនឯងធ្វើម៉េចដើម្បីឲ្យបានជោគជ័យទេបត់តែតាមគេពវក់ថាអូអានេះទៅល្អហៅនោះទៅល្អឃើញគេលក់ដាច់ទៅលក់ដែរតែអត់ដឹងថាខ្លួនឯងនឹងចេះស្អីផងអញ្ចឹងបើថាគុំ set នៅអ្វីដែលមិនត្រូវ set មុនធ្វើអីត្រូវតែមានជំនាញឲ្យច្បាស់ជាជាងបោះលុយចោល